Bờ ban chỉ thưa bon hơi bon cái thân hơi xong cũng đặt xe thay tàu tám nếu biết tàu hai cái thay chẳng bạn đi nhom đây cả quạt đạm màu trắng nhom lực lại trắng tụ bay thả bong bồn còn tụ dục bàn phẩm man nắng cứ chỉ riêng sứt sợi phép rồi bó bờ chia bờ rọt bờ dương bờ té quay để quạt bàn lực lại máu nhom lực từ với khỉ lô dạng hơi bầm phốt một nụ một rồi nè vì để lực lại vì dây bị ba hay nâng bon nâng tấu khỉ quạt tụ dục bàn sai sắp hiện rồi vậy chừng tàu thầy chuyên cát ai đo hốc sắp hiện rồi vậy tàu bị buồn quay để có dương mình tụi vô thì quay để lõ dương tụi vô bạn được không xa con ní còn thai trẻ còn tha conสบายចិត្តឃើញប្រជាពលរដ្ឋរបស់យើងដែលគាត់មានជីវភាពទូទាគាត់ចេះធ្វើបុណ្យហើយគាត់ផ្ដើមជាអ្នកដើមកឋិនហើយចំណាយលុយរាប់ម៉ឺនដុល្លារប៉ុន្តែគាត់មិនសូវសบายចិត្តនៅពេលដែលការប្រព្រឹត្តខុសត្រង់ថាទៅធ្វើបុណ្យរួចហើយដាក់ស្រាថ្លៃទៅកន្លះគូតឡានគាត់ថាចឹងបាទគាត់ថាសំបីតែហូបថ្ងៃធម្មតាហ្នឹងក៏យើងដាច់សិល5រួចទៅហើយអញ្ចឹងចុះតម្រាំយើងធ្វើបុណ្យដើម្បីចង់បានបុណ្យអញ្ចឹងថាចាំឲ្យពេលចប់បុណ្យសុំពិសាចុះចប់បុណ្យបាទក្រៅពីថ្ងៃបុណ្យហ្នឹងសុំពិសាចុះថ្ងៃដែលយើងចាប់ដើមលះបង់ថាយើងនេះជាអ្នកធ្វើបុណ្យសន្សំសិលនៅពេលហ្នឹងអញ្ចឹងសូមផ្អាកមួយថ្ងៃនឹងសិនឲ្យចប់បុណ្យសិនតែបាទនេះភាសាដេសានេះមួយចំនួនមើលប្រហែលជាង300នាក់ដែលផ្ញើសារមកស្តៀងគ្នាបាទអញ្ចឹងខ្ញុំលើកឡើងខ្លីបន្តិចចុះខាងលោកវាជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើងខ្លះបាទកន្លែងណាដែលយើងទៅគិតថាវាជាប្រយោជន៍ទទួលយកចុះបើថាការលើកឡើងហ្នឹងវាមិនត្រូវទេបាទបោះបង់ចោលចុះខ្ញុំមិនបង្ខំឲ្យអ្នកណាជឿមិនបង្ខំឲ្យអ្នកណាគិតថាយើងនិយាយទៅសិតតែត្រូវទេបាទពីព្រោះក៏មានទស្សនៈខ្លះរបៀបលើកឡើងជារបៀបលេងសើចខ្លះប៉ុន្តែក៏ត្រូវខ្លះដែរថាអ្នកធ្វើបុណ្យសពថ្ងៃអ្នកដៃទលាយចិត្តទលាយធ្វើបុណ្យលុយច្រើនគឺច្រើនតែចេញទៅអ្នកផឹកបាទនេះពាក្យពេចន៍ដែលនៅខាងក្រៅរបៀបលេងសើចខ្លះគាត់លើកឡើងអញ្ចឹងប៉ុន្តែមែនណាជួនកាលទៀតបាទពីព្រោះចេះព្រោះធម្មតាកាលណាពីគេថាស្វាងតឹងសវឹងធូបាទអញ្ចឹងកាលពីមិនទាន់សវឹងចូលបុណ្យ10000រៀល10000បានហើយឬក៏5000រៀលបានហើយដល់ពេលចាប់ដើមសវឹងអត់ទេដូចតិចហើយភ្នែកអញ្ចឹងម៉ែវាដាក់100,000មកភ្នែកព្រិលផងហើយចិត្តរៀងដូចសបាយទីបងម៉ែវា200,000ប្រយទៅបាទនេះទៅតែនេះជនខ្ញុំដោយសារតែមានសារច្រើនអញ្ចឹងខ្ញុំជម្រាបជូនខ្លះដើម្បីជាការពិចារណាទាំងអស់គ្នាបាទឥឡូវនេះយើងសូមកលេចមើលរឿងរ៉ាវមួយដែលប្រជាពលរដ្ឋពីខេត្តដែលបានមិនសប្បាយចិត្តនឹងកង្វល់របស់គាត់ដោយសារក្រុមហ៊ុនហួតសម្រិទ្ធឆោបបោកគាត់កន្លងមកហ្នឹងហើយគាត់រហូតដល់ធ្វើការតវ៉ារហូតដល់ក្រុមការងារហងមាសយើងនេះទៅដល់ផ្ទះក្រុមការងារហងមាសនៅខេត្តព្រៃវែងនៅព្រៃវែងបាទសូមជួយតិចមកព្រោះចាញ់បោកគេហើយម្នាក់ខ្លះអស់$3,000មួយខ្លះទៀតអស់$10,000ប៉ុន្តែឥឡូវក្រុមហ៊ុនហួតសម្រិទ្ធបានចេញមុខថានឹងសងលុយឲ្យប្រជាពលរដ្ឋវិញហើយបាទណាបងប្អូនប្រជាពលរដ្ឋណាឥឡូវនឹងសប្បាយចិត្តវិញទៅព្រោះឥឡូវនឹងខ្ញុំម្សិលមិញជួបជាមួយនឹងលោកប្រធានក្រុមហ៊ុនហួតសម្រិទ្ធគាត់ទូរស័ព្ទមកខ្ញុំហើយគាត់ក៏បានធ្វើសន្និសីទរួចហើយដែរម៉ោងទី1កាលពីម្សិលមិញបានផ្សាយគាត់ខ្លះហើយប៉ុន្តែប្រហែលជាប្រជាពលរដ្ឋរបស់យើងដែលបានទស្សនាបែបមើលច្រឡំស្មានតែមិនមែនជារឿងប្រជាពលរដ្ឋដែលតវ៉ានៅខាងខេត្តស្វាយរៀងនិងព្រៃវែងបាទអញ្ចឹងនេះដែលគាត់បានចាញ់បោកគេគាត់ថាចាញ់បោកគេឲ្យលុយគេថាចុះភាគហ៊ុនរ៉ូស៊ីភាគហ៊ុនអីខាងក្រុមហ៊ុនហួតសម្រិទ្ធនេះគេថាឲ្យដាក់លុយមកដើម្បីឲ្យមានភាគហ៊ុនរដ្ឋកោទឹកបាទខ្ញុំក៏អត់ទាន់យល់ដែរមិនដឹងជាភាគហ៊ុនរដ្ឋកោទឹកដោយរបៀបយ៉ាងណាអានឹងវាត្រូវឲ្យ
ប្រជាពលរដ្ឋយល់ពីរបៀបដាក់ហ៊ុនដុតតកទឹកហ្នឹងបាទពីព្រោះប្រជាពលរដ្ឋនៅតាមជនបទគាត់ខ្លះអត់យល់ទេណាហ៊ុនមិនប៉ុន្តែគាត់លឺអាតម្លៃកម្រៃជើងសារខ្ពស់ដាក់លុយ 1000 2000តម្លៃហ្នឹងបានត្រឡប់មកវិញវាខ្ពស់ធ្វើឲ្យគាត់សប្បាយចិត្តប៉ុន្តែគាត់អត់យល់ថាដាក់ហ៊ុនយ៉ាងម៉េចទៅរដ្ឋតកទឹកហ្នឹងយ៉ាងម៉េចទៅអាហ្នឹងវាដូចជាអ្នកដេញរ៉ូស៊ីភាគហ៊ុនអញ្ចឹងចាបាទរ៉ូស៊ីភាគហ៊ុនបើសិនជាមិនយល់អ្នកមិនដឹងជាទៅលេងយ៉ាងម៉េចទេប៉ុន្តែអ្នកនៅតំបន់ជនបទគាត់ខ្លះគាត់ឃើញគេប្រាប់មកថាដាក់តែប៉ុណ្ណេះទៅចំណេញមកប៉ុណ្ណឹងមកគាត់អត់គិតវែងឆ្ងាយដឹងថាចំណេញមកច្រើនតោះដាក់តែមកលក់ដីលក់គូលក់អីយ៉ាងទៅដើម្បីចំណេញទីបំផុតអត់បានស្វែងយល់អំពីភាគហ៊ុននឹងភាគហ៊ុនអីអានេះហើយដែលបងប្អូនដែលត្រូវចាញ់បោកគេដោយសារតែការពិចារណាវារយៈពេលខ្លីឥឡូវដល់ពេលអញ្ចឹងនេះតំណាងក្រុមហ៊ុននេះលោកប្រធានក្រុមហ៊ុនហួតសម្រិតនេះអាវខ្មៅគាត់ម្សិលមិញគាត់ម្សិលមិញធ្វើសន្និសិទកសែតហើយនេះដែលម៉ូតូដែលចែកឲ្យប្រជាពលរដ្ឋដែលថាអ្នកណាបង់$3000អ្នកនោះនឹងត្រូវបានម៉ូតូមួយគ្រឿងដើម្បីយកទៅធ្វើការដល់ទៅពេលឃើញអញ្ចឹងទៅណាឃើញទេដល់ទៅពេលឃើញថាដាក់$3000ឃើញអ្នកនៅជិតខាងនោះបានម៉ូតូមួយគ្រឿងទៅហើយដាក់តាមគេដែរទៅប៉ុន្តែដោយសារតែក្រុមហ៊ុនហួតសម្រិតក្រោយពេលការផ្សាយរបស់ហងមាសគាត់ក៏បានឃើញហើយគាត់ក៏ចាប់ផ្ដើមប្រាប់មកវិញថាគាត់ទទួលខុសត្រូវកុំភ័យបងប្អូនឥឡូវគាត់សុខចិត្តប្រមូលលុយដែលប្រមូលពីប្រជាពលរដ្ឋប្រមាណជា600នាក់600គ្រួសារនេះបកគលទៅឲ្យគាត់វិញគឺលុយដែលសរុបទាំងអស់នេះ$457,992.50បាទអញ្ចឹងបាននៃក្បែរនឹង50,000ដែរណាបែរនឹង50,000ដែរវាល្មមបើសិនជាក្រុមហ៊ុនគេខូចមែនតែនទៅវិចបង្វិចរត់ត្មងប៉ុន្តែឥឡូវនេះលោកហួតសម្រិតក្រុមហ៊ុនហួតសម្រិតគាត់អត់រត់ទេគាត់ប្រឈមនឹងការដោះស្រាយយកលុយប្រជាពលរដ្ឋទាំងប្រមាណនឹងទៅបកគលឲ្យបងប្អូនប្រជាពលរដ្ឋវិញបាទអញ្ចឹងគាត់ចង់សួរលោកហួតសម្រិតអញ្ចេះទេបាទឥឡូវទទួលស្គាល់ហើយបាទអរគុណហើយដែលលោកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋបកគលលុយឲ្យប្រជាពលរដ្ឋប៉ុន្តែលោកដើម្បីកុំឲ្យប្រជាពលរដ្ឋគាត់បាត់ជំនឿបើមានបញ្ហាអីទៅប្រាប់គាត់មុនណាថាឥឡូវចេះលុយនឹងចេះមួយចុះពីរអត់បាត់ទេខ្ញុំនឹងបន្តធ្វើការតែបើសិនអត់បានទេភាគហ៊ុនរបស់យើងអត់ចំណេញទេយើងវិលឲ្យវិញប្រាប់គាត់មកដល់ពេលអត់ប្រាប់ចាប់ផ្ដើមគាត់ផ្ទុះការតវ៉ាទូរទស្សន៍ផ្សាយបានចាប់ផ្ដើមបកគលលុយទៅឲ្យគាត់វិញអាហ្នឹងបញ្ហាទី1កំហុសខាងភាគីក្រុមហ៊ុនដែរដោយសារគាត់មិនបានផ្ដល់ព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយឲ្យប្រជាពលរដ្ឋកុំឲ្យគាត់មានការងឿងឆ្ងល់បាទបញ្ហាទី2តើតែការទូការតវ៉ាការផ្សព្វផ្សាយព័ត៌មានទើបលោកចាប់ផ្ដើមយកលុយទៅឲ្យគាត់វិញប៉ុន្តែនេះក៏ជាការបញ្ចប់បញ្ហាដែរវាប្រសើរជាងក្រុមហ៊ុនមួយចំនួនតូចបុគ្គលមួយចំនួនតូចដែលមានគំនិតឆបោកប្រជាពលរដ្ឋពិតប្រាកដចឹងនេះជាមេរៀនមួយរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលរស់នៅតាមបណ្ដាខេត្តទន្ទឹមនឹងធ្វើអីទន្ទឹមនឹងគេឃោសនាប្រាប់យើងរឿងអីសូមឲ្យមានការពិចារណាគិតវែងឆ្ងាយតើផលចំណេញនិងផលការខាតកើតឡើងសម្រាប់នរណាតើវាជាការងាយទេនៅពេលដែលគេនិយាយការងារក៏ងាយបំផុតប្រាក់ខែរាប់ពាន់រាប់ម៉ឺន$មិនមែនរកស្រួលទេណា$100-200មិនមែនជាការងាយស្រួលទេណាមានបងប្អូនប្រជាពលរដ្ឋខ្លះនៅតាមជនបទមិនដែលស្គាល់ដុល្លារក៏មានដែរមិនដឹងជាกระดาษដុល្លារហ្នឹងយ៉ាងម៉េចដែរគេឲ្យកระดาษដុល្លារខ្មោចទៅចាយយកទៅចាយបាត់ឥឡូវហ្នឹងបាទដោយសារតែគាត់មិនស្គាល់គេថាដុល្លារយកទៅចាយបាត់ឡើងបាទនេះដែលបងប្អូនត្រូវពិចារណាទាំងអស់គ្នាបាទហើយអរគុណណាស់លោកហួតសម្រិតបាទក្រុមហ៊ុនហួតសម្រិតដែលបានយកលុយទៅសងឲ្យគាត់វិញប្រជាពលរដ្ឋវិញ
ពួកគាត់ពkiaគាត់លក់ស្រែណាគាត់លក់គោណាដោយសារតែចង់បានចំណេញឲ្យរឿងភាគហ៊ុននឹងហើយតែទីបំផុតដល់ពេលគាត់អត់បានអីមកវិញម៉ូតូបែរជាបាត់បង់ទៅទៀតបុគ្គលឲ្យគាត់ហើយយកទៅវិញទៀតគាត់ចាប់ផ្ដើមសង្ស័យបណ្ដោយបាទឥឡូវយើងស្ដាប់ការបកស្រាយនិងការបញ្ជាក់ប្រាប់ឲ្យប្រជាពលរដ្ឋនៅខេត្តស្វាយរៀងនិងព្រៃវែងដែលគាត់បានបង់លុយទៅហើយនោះឥឡូវលោកប្រធានក្រុមហ៊ុនហួតសម្រិទ្ធគាត់មានប្រសាសន៍យ៉ាងម៉េចសូមអ្នកស្វាយរៀងអ្នកព្រៃវែងសូមស្ដាប់សម្ដីរបស់លោកហួតសម្រិទ្ធបាទសូមអញ្ជើញយើងនឹងភេឬក៏សងត្រឡប់ទៅប្រជាជនវិញអត់ឲ្យប្រជាជនថ្នាក់ទេហើយយើងនឹងព្យាយាមរយុទ្ធសាស្ត្រសម្រាប់កែលម្អឡើងវិញកែលម្អតាក់ទងអំពីវិនិយោគទឹកស្អាតហ្នឹងដោយសារតែពេលដែលខ្ញុំសាកល្បងទៅបានថាយើងចង់ឲ្យប្រជាជនទិញហ៊ុនរថកទឹកដល់ពេលដែលគាត់ទិញទៅយើងមើលគិតទៅវាដូចវាមានហានិភ័យខ្លះតាក់ទងរឿងក្រុមហ៊ុនហានិភ័យត្រង់ថាវាក្រុមហ៊ុនវាចំណេញតិចយើងត្រូវសងត្រឡប់ដើមគាត់វិញយើងចង់និយាយថាយើងត្រូវតែសងដើមរបស់គាត់ត្រឡប់ទៅវិញមិនឲ្យគាត់បាត់ដើមរបស់គាត់ទេខ្ញុំប្រាប់ដល់ប្រជាជននៅក្នុងស្រុកមេសាងហើយនៅស្រុកមាហែកទាំងអស់ពីព្រោះមានមតិច្រើនថាក្រុមហ៊ុនបោកប្រាស់តែក្រុមហ៊ុនរបស់យើងមិនបោកប្រាស់ទេយើងនឹងសងលុយត្រឡប់ទៅដល់ប្រជាជនត្រឡប់គាត់ទឹកលុយទាំងអស់វា 457,992.50 សេនអញ្ចឹងយើងនឹងសងដំណាក់ដើម្បីឲ្យគាត់ហ្នឹងបានដាក់ដើមត្រឡប់ទៅវិញបាទនេះជាប្រសាសន៍របស់លោកហួតសម្រិទ្ធដែលជាប្រធានក្រុមហ៊ុនហួតសម្រិទ្ធបាទមិញនេះខ្ញុំស្ដាប់គាត់និយាយទៅគាត់ចង់និយាយថាវិនិយោគទឹកស្អាតនៅតាមតំបន់ខេត្តក្រុងជនបទបាទអញ្ចឹងប្រហែលជាគាត់គិតថាទឹកស្អាតនៅតាមខេត្តហ្នឹងគាត់ទៅបង្កើតជាក្រុមហ៊ុនមួយឲ្យប្រជាពលរដ្ឋគាត់ដាក់ហ៊ុនបាទហ៊ុនហ្នឹងគឺហ៊ុនដូចទីថាឥឡូវពលរដ្ឋនៅក្នុងស្រុកណាគាត់ជាអ្នកទទួលខុសត្រូវចំពោះទឹកស្អាតបាទឲ្យគាត់ជាប្រធានមួយទៅមើលការខុសត្រូវចំពោះប្រជាពលរដ្ឋនោះទៅបាទប្រហែលជាអញ្ចឹងហើយប៉ុន្តែដោយសារគាត់មើលទៅឃើញថាដូចជាខាតបាទដូចអត់ចំណេញវិនិយោគទឹកស្អាតព្រោះនៅខាងនោះវាទឹកល្អអញ្ចឹងសូមឲ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងត្រូវតែមានទឹកស្អាតប្រើបាទប៉ុន្តែសម្រាប់នៅក្រុងយើងឯនេះឥឡូវនៅជាយក្រុងខ្លះគាត់ក៏នៅខ្វះទឹកស្អាតដែរអត់ទាន់គ្រប់គ្រាន់ទេបាទអញ្ចឹងក្រុមហ៊ុនហួតសម្រិទ្ធខ្ញុំជឿជាក់ថាលោកមានចិត្តក្លាហានហើយប្រឈមនឹងការពិតបាទលោកធ្វើបែបនេះគឺជាគំរូល្អមួយសម្រាប់ឲ្យប្រជាពលរដ្ឋគាត់ជឿជាក់បញ្ហាទី1ប៉ុន្តែទន្ទឹមនឹងឲ្យគាត់ជឿជាក់គឺប្រជាពលរដ្ឋភ័យសិនបានជឿជាក់ក្រោយ